បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃដែររៀងប្លែកតិចហើយអត់បានបង្ហាញទៅទៅនឹងបច្ចេកទេសក្នុងការប្រើប្រាស់ថ្នាំឬការថែទាំដំណាំទេប៉ុន្តែថ្ងៃនេះមកបង្ហាញអំពីទម្លាប់ឬក៏វិធីសាស្ត្ររបស់កសិករក្នុងការថែទាំដំណាំស្រូវតើឲ្យគោស៊ីឬក៏គេហៅភ្ជួរពង្រោះឬក៏រាស់ពង្រោះណាបងប្អូនជាងនេះគឺខ្ញុំឲ្យទាំង3តែម្ដងគឺថតបានទាំង3ប៉ុន្តែជាដំបូងនេះគឺខ្ញុំដាក់បង្ហាញអំពីអត្ថប្រយោជន៍នៃការឲ្យគោស៊ីណាបងប្អូនឲ្យគោស៊ីស្រូវហើយនេះស្រូវដែលគាត់ព្រោះហើយបងប្អូនជាប្រភេទស្រូវវស្សាគឺក៏ស្រូវប្រកាន់រដូវនៅខាងស្រុកកន្លែងខេត្តសៀមរាបណាបងប្អូនអញ្ចឹងនេះក៏ជាទម្លាប់ពីដូនតាមកដែរគេទម្លាប់ក្នុងផ្នត់គំនិតរបស់គាត់ដែលថាឲ្យគោស៊ីទៅស្រូវវាកាន់តែល្អណាបងប្អូនចឹងដើម្បីថាគិតថាស្រូវនឹងល្អបែបម៉េចចាំខ្ញុំរៀបរាប់ជូនពុកម៉ែបងប្អូនម្ដងមួយឲ្យពុកម៉ែបងប្អូនយកទៅគិតពិចារណាបើគិតថាគួរសមកុំភ្លេចជួយឲ្យយោបល់ផងណាបងប្អូនអញ្ចឹងវិធីសាស្ត្រនៃការឲ្យគោស៊ីនេះគឺតាមផ្នត់គំនិតរបស់ពុកម៉ែបងប្អូនកសិករយើងឬក៏ខ្ញុំផ្ទាល់ក៏ខ្ញុំធ្វើស្រូវភាសាគឺអញ្ចឹងដែរចឹងការឲ្យគោស៊ីនេះគឺឲ្យនៅពេលមុនបាញ់ថ្នាំស្មៅនៅពេលដែលចាប់ដើមមានទឹកឬដីសើមហើយគឺថាមុនបាញ់ថ្នាំស្មៅណាបងប្អូនគឺគេឲ្យគោនឹងស៊ីព្រួយស្រូវដែលយើងព្រោះស្រូវខែប្រាំងចេះគឺយើងព្រោះជ្រោយលុបអញ្ចឹងគឺវាលិចជ្រៅនៅក្នុងដីណាបងប្អូនគោស៊ីក៏អត់សដកឬដែរស្រូវណាអញ្ចឹងនៅពេលដែលគោស៊ីបងប្អូនឃើញហើយជាក់ស្ដែងក្នុងស្រូវគឺវាអត់មានតែស្រូវសុទ្ធទេស្រែដែលគេឲ្យគោស៊ីគឺវាច្រើនគឺមានស្មៅមានកជីបមានស្មៅយឺតស្មៅច្រើនមុខអញ្ចឹងបងប្អូនមកចិត្តដឹងហើយនៅលើថឹកស្លឹកស្រូវក៏វាមានបន្លាទូចបើយើងបរិចមើលកែមវាណាអញ្ចឹងនៅពេលដែលគោស៊ីវាស៊ីស្រូវតែមកន្ទុះស៊ីតែមកន្ទុះវាចាប់ដើមស្កាគេហៅថាស្កាត់មាត់វាណាអញ្ចឹងទៅវាគឺគោនឹងចាប់ដើមស៊ីស្មៅស៊ីអីផ្សេងហើយអញ្ចឹងឲ្យយើងចំណេញបានទាំងគោនឹងស៊ីស្មៅខ្ចីស្មៅហ្នឹងវាមានស្មៅចាស់ស្មៅយើងទៅរសាស្រូវយូរអញ្ចឹងស្មៅហ្នឹងនៅពេលដែលគោស៊ីវាឆាប់ដើមលាស់ថ្មីបើយើងបាញ់ថ្នាំក៏ឆាប់ងាប់ដែរហើយទី2នៅពេលដែលគោហ្នឹងជន់ដីវាដើរចោតឡើងជន់ដីហ្នឹងធ្វើឲ្យដីហ្នឹងវាកាន់តែធូរហ្នឹងបងប្អូនធូរស្រូវយើងធ្វើឲ្យបែកគុំកាន់តែល្អនៅពេលដែលយើងដាក់ជីហើយទី3នៅពេលដែលស្រូវយើងហ្នឹងវាចាស់ដើមមកហើយចឹងនៅពេលដែលគោស៊ីក៏វាលាស់ថ្មីមកលឿនដែរបងប្អូនដោយសារស្រូវភាសាជាប្រភេទស្រូវប្រកាន់រដូវវាមានយុពេលយូរខែចឹងស្រូវប្រាំងធ្វើអត់ការទេធ្វើអានស្រូវភាសាអញ្ចឹងឲ្យគោស៊ីអញ្ចឹងគាត់អីដែរព្រោះមានបងប្អូនពុកប៉ែបងប្អូនខ្លះគាត់ច្រូតដល់គល់ទៀតហ៎អញ្ចឹងវិធីសាស្ត្រឲ្យគោស៊ីនេះមិនមែនជាផ្ទើតែមានទេគឺវាបានទាំងចំណេញទាំងស្រូវហើយនឹងទាំងគោស៊ីស្មៅហ្នឹងបងប្អូនហើយបានអាចគោជាជីទៀតតោះយើងឥឡូវចូលវិធីសាស្ត្រទី2វិធីសាស្ត្រទី2គឺបន្ទាប់ពីយើងបាញ់ថ្នាំស្មៅហើយណាបងប្អូននៅពេលស្រូវគេក្រាស់ស្ដើមក្រាស់គេប្រចាំគេហៅថារស់ពង្រោះហើយភ្ជួរពង្រោះណាបងប្អូនហៅភ្ជួរពង្រោះហើយគឺភ្ជួរអញ្ចឹងភ្ជួរនេះគឺមិនមែនភ្ជួរចោលទេបងប្អូនឃើញស្រូវជាផ្ទាំងបែបនេះគឺមិនមែនភ្ជួរចោលទេអានេះគេហៅថាការបដូរឬបើពុកម៉ែបងប្អូនគាត់ហៅថាការបដូរឬស្រូវឬកុំឲ្យស្រូវក្រាស់ពេកណាបងប្អូនអញ្ចឹងមកកន្លែងនេះប្រហែលជាអាចថាវាជ្រុលដៃអញ្ចឹងទៅអញ្ចឹងនៅពេលដែលដើមស្រូវនៅស្ដាងបែបនេះណាពេលដែលយើងដាក់ជីមកបងប្អូនអើយបែកគុំល្អណាស់ដោយសារដីវាកាន់តែធូរហើយដើមវាកាន់វិលអញ្ចឹងស្រូវភាសាបងប្អូនដឹងយើងត្រូវការក្រាស់ពេកទេដើមវាចំវិលទៅបែកគុំដើមធំល្អណាបងប្អូនអញ្ចឹងនេះជាវិធីសាស្ត្រទី2អញ្ចឹងឥឡូវយើងចូលវិធីសាស្ត្រទី3គឺការរាស់ពង្រោះអញ្ចឹងការរាស់ពង្រោះនេះគឺគេធ្វើឡើងនៅពេលដែលបាញ់ថ្នាំស្មៅហើយណាបងប្អូនបាញ់ហើយគឺស្មៅហ្នឹងវាចាប់ដើមងាប់ទ្រោមហើយប៉ុន្តែវានៅតែខ្ពស់ស្រូវចង្អៀតស្រូវអត់ពលឺគប់គាត់ដល់ស្រូវបងប្អូនអញ្ចឹងគេប្រើកង់ដៃគេហៅកង់កាត់ដើម្បីរាស់លើស្រូវហ្នឹងឲ្យដួលបែបហ្នឹងគឺស្មៅដែលងាប់ហើយគឺវាដួលទៅក្រោមស្រូវហ្នឹងបងប្អូនអាចឃើញអញ្ចឹងទៅដល់ពេលដែលស្រូវវាងើបមកវិញគឺស្រូវហ្នឹងកាន់តែល្អលើដើមដូចជាការផ្លាស់ប្ដូរឫសដូចគ្នាគឺបដូរឫសហើយស្រូវហ្នឹងកាន់តែល្អលើដើមហើយស្មៅក៏អត់មានទេណាបងប្អូនហើយវិធីសាស្ត្រនេះគឺគេនិយមប្រើហើយវិធីសាស្ត្រហ្នឹងជួនកាលក៏គាត់ឲ្យគោស៊ីមុនហើយតមកបាញ់ថ្នាំស្មៅហើយក៏គាត់រាស់អញ្ចឹងដែរគេហៅរាស់ពង្រោះណាបងប្អូនអញ្ចឹងវីដេអូខ្លីគឺខ្ញុំមានតែប៉ុណ្្នឹងឯងបាទសូមអរគុណបាទ